សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកប្រយោគជាភាសាចិនខ្លះៗដល់បងប្អូនទាំងអស់គ្នាដូច្នេះដើម្បីកុំឲ្យចំណាយពេលយូរតោះយើងទៅរៀនអានជាមួយគ្នាទី1យើងអានថាថាពីវ៉ាកោថាពីវ៉ាកោថាពីវ៉ាកោប្រែថាគាត់ខ្ពស់ជាងខ្ញុំទី2នីតើអាយហៅស៊ឺសិនមើនីតើអាយហៅស៊ឺសិនមើតើចំណូលចិត្តរបស់អ្នកជាអ្វីនីតើអាយហៅស៊ឺសិនមើទី3你可以帮我吗你可以帮我吗តើអ្នកអាចជួយខ្ញុំបានទេ你可以帮我吗តើអ្នកអាចជួយខ្ញុំបានទេទី4我工作了半天我工作了半天ខ្ញុំធ្វើការកន្លះថ្ងៃ我工作了半天ខ្ញុំធ្វើការកន្លះថ្ងៃទី5我学中文半年了我学中文半年了ខ្ញុំរៀនភាសាចិនបានកន្លះឆ្នាំហើយ我学中文半年了ខ្ញុំរៀនភាសាចិនបានកន្លះឆ្នាំហើយទី6我要一杯咖啡我要一杯咖啡ខ្ញុំត្រូវការកាហ្វេមួយកែវ我要一杯咖啡ខ្ញុំត្រូវការកាហ្វេមួយកែវទី7这本书很有意思这本书很有意思សៀវភៅនេះគួរឲ្យចាប់អារម្មណ៍ណាស់这本书很有意思សៀវភៅនេះគួរឲ្យចាប់អារម្មណ៍ណាស់ទី8这是我的包这是我的包នេះគឺជាកាតាបរបស់ខ្ញុំ这是我的包នេះគឺជាកាតាបរបស់ខ្ញុំ谢谢你的帮忙谢谢你的帮忙អរគុណចំពោះការជួយរបស់អ្នក谢谢你的帮忙អរគុណចំពោះការជួយរបស់អ្នកទី10他喜欢白衬衫他喜欢白衬衫គាត់ចូលចិត្តអាវពណ៌សអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមេរៀនមួយនេះរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា